Chúng mình chập đám xung thầm nhiệt từng áp bằng áo chấtក្នុងការនមស្ការប្រតនត្រ័យទាំងអស់គ្នាណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈបាត់ចឹងជំរាបសួរដល់ធម្មញាតិទាំងអស់ទាំងចូលមុនហើយនឹងចូលមកតាមក្រោយចឹងគឺពីហ្នឹងយើងសិក្សាអំពីចិត្តសឹកហ្នឹងហើយបច្ចុប្បន្នយើងដល់អបមញ្ញាចិត្តសឹក2ណាចឹងនៅក្នុងអបមញ្ញាហ្នឹងមានចិត្តសឹក2ដួងគឺករណានិងមុទតាហ្នឹងឯងមុទិតាណាករណានិងមុទិតាអញ្ចឹងមានបទជាច្រើនថាករណាមុទិតាអបមញ្ញាយោនិមៈសេចក្តីថាករណានិងមុទិតាជាឈ្មោះនៃអបមញ្ញាចេតសិកហ្នឹងឯងហ្នឹងអញ្ចឹងគឺបទហ្នឹងលោកដល់ពីអបធម្មថសង្ខារក្នុងនេះណាក្នុងបាលីនេះករណាមុទិតាអបមញ្ញាយោនិមៈចឹងបទថាករណានិងមុទិតាហ្នឹងជាឈ្មោះរបស់អបមញ្ញាចេតសិកបន្តមកលោកបញ្យល់បទថាអបមញ្ញាតែអបមញ្ញាហ្នឹងមានន័យដូចម្ដេចចឹងបទថាអបមញ្ញាសេចក្តីថារាប់ប្រមាណមិនបានអបមញ្ញាហ្នឹងរាប់ប្រមាណមិនបានមិនកំណត់មិនកំណត់មិនប្រកាន់ឥតព្រំដែនអញ្ចឹងយើងយកនេះនឹង apply ចូលទៅឧទាហរណ៍ករណាគឺមានសេចក្តីករណាហ្នឹងគឺរាប់ថាប៉ុណ្នេះប៉ុណ្ណោះហ្នឹងអត់បានទេមានសេចក្តីករណាហ្នឹងគឺមិនកំណត់ទេមិនកំណត់ហ្នឹងមានថាមិនកំណត់ចំពោះអ្នកនេះអ្នកនោះមិនកំណត់ចំពោះសត្វនេះសត្វនោះមិនកំណត់ចំពោះសាសនេះសាសនោះទេករណាហ្នឹងទូទៅអញ្ចឹងចុះក្នុងអាត់ហ្នឹងណាហើយมันប្រកាន់ដូចគ្នាมันប្រកាន់ថាកូនអញទេបានករណាកូនអ្នកដតីគឺមិនករណាទេករណាតែចំពោះក្រុមគ្រួសាររបស់អាត្មាអញទេក្រុមគ្រួសារអ្នកដតីអាត្មាអញមិនមានករណាជាមួយទេអត់ទេគឺมันប្រកាន់ថានេះនោះអីចឹងទៅហើយអត់មានព្រំដែនទេអត់មានព្រំដែនទេពាក្យថាអបមញ្ញាហ្នឹងណាអត់មានព្រំដែនទេផ្សាយទៅទូទៅបានចឹងហើយបានជានៅក្នុងដែនខេត្តរបស់ព្រះអង្គណាគឺពុទ្ធខេត្តហ្នឹងពាក្យថាពុទ្ធខេត្តហ្នឹងគឺអត់មានដែនកំណត់ទេអត់មានដែនកំណត់ទេអញ្ចឹងគឺសេចក្តីករណារបស់ព្រះអង្គផ្សាយទៅសពសត្វទាំងអស់ហ្នឹងគឺអត់មានដែនកំណត់ទេហ្នឹងរាប់សែនកោចក្រវាលអីចឹងទៅមិនសម្រាប់តែប្រទេសនេះប្រទេសនោះឬទ្វីបនេះទ្វីបនោះគឺនិយាយទៅដល់ជាចក្រវាលតែម្ដងអត់ដែនកំណត់ទេករណាណាអញ្ចឹងធម្មនិយល់ណាអបមញ្ញាគឺសេចក្តីថារាប់ប្រមាណមិនបានអញ្ចឹងគឺនឹងរាប់ប្រមាណមិនបានមិនកំណត់មិនប្រកាន់ឬអត់ព្រំដែនអញ្ចឹងធម្មញាតិអាច apply ចូលទៅនៃណាមួយតាមសំគួរនៅក្នុងប្រយោគអញ្ចឹងណាបន្តមកលោកបញ្យល់បទថាករណាអញ្ចឹងបទហ្នឹងគឺពាក្យហ្នឹងឯងមានន័យថាពាក្យហ្នឹងគឺមានន័យដូចម្ដេចចុះក្នុងអត្ថថាដូចម្ដេចអញ្ចឹងដំបូងគឺយើងឲ្យយល់ពាក្យហ្នឹងសិនតែយើងអាចទៅយល់ដល់ស៊ីជម្រៅណាបើយើងអានទៅអបមញ្ញាហ្នឹងអត់ដឹងអីណាអត់ដឹងមានន័យដូចម្ដេចអញ្ចឹងទៅដឹងតែអបមញ្ញាចេតសិកហើយពាក្យចេតសិកធម្មញាតិដឹងហើយណាជាធម៌កើតក្នុងចិត្តឬកើតរួមជាមួយចិត្តនឹងឯងដែលមានលក្ខណៈ4នោះណាកើតជាមួយចិត្តរលត់ដំណើរចិត្តមានទីតាំងនិងអារម្មណ៍តែមួយជាមួយចិត្ត
này chẳng pu áp mạnh nhà chỉ sắc cả là anh nó được như về cát về chật cát về cát đại bảo vệ khả năng về năng bị miến đó là về chật là lót biết con là lót đại chật Asrai nơi vật thọ ná thì tàng ná về nó nặng đại chật đằng ở ròm ấy với cả đằng ở ròm nặng đại chẳng á nè chẳng bao tha cả ná sẽ đây thá chia sẻ về thố để miến lẹ cái nặng miến sát đòn nơi sẽ đây tốt nè rọpประมาณ มัน បាន នឹង ជា អារម្មណ៍ ឃើញ ទេ អញ្ចឹង យើង យក ពាក្យ នឹង apply ចូល មក ឬ มัน អាច វាស់ បាន ណា มัน អាច វាស់ បាន នឹង ជា អារម្មណ៍ มัน អាច វាស់ បាន ហ្នឹង មាន ថា មិន វាស់ ប៉ុណ្នេះ ប៉ុណ្ណោះ ឬ វាស់ ចំនួន នេះ ចំនួន នោះ ឬ ករណី តែ ចំពោះ អា សត្វ ដែល នៅ ដែន ដី ប៉ុណ្នេះ ចឹង ណា ចេញ ពី នឹង នេះ អី ចឹង ទៅ ដោយ ពួក អី ពួក នីក្រូន ណា ពួក នីក្រូន ហ្នឹង គឺ គេ ណែនាំ ឲ្យកូនសិស្សរបស់គេហ្នឹងរក្សាសិលដែរប៉ុន្តែសិលរបស់គេហ្នឹងគឺគេមានកំណត់ថាបើសិនបើចេញពីនឹងទៅប្រហែលយកចឹងទៅចឹងគេអាចសម្លាប់សត្វសម្លាប់អីហ្នឹងបានអញ្ចឹងណាក៏តែនៅក្នុងពធអត់ទេណាឧទាហរណ៍ថាសមាទានទី1នៅបាណាទីបាហ្នឹងមិនសម្លាប់សត្វចឹងមិនសម្លាប់សត្វហ្នឹងគឺអត់មានកំណត់ថានេះនៅណាក៏អត់សម្លាប់ដែរតែពេលករណីពាក្យថាมันអាចវាស់ប្រមាណបានมันមានដែនកំណត់ចឹងក៏ដូចគ្នាដែរអត់មានកំណត់ថាត្រឹមនេះត្រឹមនោះបានមានសេចក្តីករណីចំពោះសត្វហ្នឹងលើសពីហ្នឹងទៅអត់ទេត្រង់ហ្នឹងណាអញ្ចឹងបើថាករណីសេចក្តីថាជាសភាវធម៌ដែលមានលក្ខណៈមានសត្វដល់នៅសេចក្តីទុក្ខរាប់ប្រមាណមិនបាននឹងជាអារម្មណ៍ណាចឹងករណីហ្នឹងគឺមានសត្វដល់នៅសេចក្តីទុក្ខជាអារម្មណ៍ណាគេថាទុក្ខេតសត្វណាភាសាបាលីទុក្ខេតសត្វចឹងករណីហ្នឹងមានទុក្ខេតសត្វជាអារម្មណ៍គឺបានដល់មានសត្វដល់នៅសេចក្តីទុក្ខហ្នឹងជាអារម្មណ៍ករណីណាមួយទៀតបទថាមុទិតាណាមុទិតាសេចក្តីថាហ្នឹងគឺមានន័យថាឬចុះក្នុងអត្ថថាណាបើថាមុទិតាសេចក្តីថាជាសភាវធម៌ដែលមានលក្ខណៈមានសត្វដល់នៅសេចក្តីសុខរាប់ប្រមាណមិនបាននឹងជាអារម្មណ៍ណាអញ្ចឹងមុទិតានេះគឺមានសុខេតសត្វនឹងជាអារម្មណ៍បានដល់សត្វដល់នៅសេចក្តីសុខនឹងជាអារម្មណ៍អាហ្នឹងគឺមុទិតាឬក៏ដែលគេប្រែខាងក្រៅណាដែលយើងអាសានិយាយហ្នឹងមានន័យថាត្រេកអរតាមហ្នឹងមានន័យថាពេលឃើញណាគាត់បានសុខចឹងទៅក៏ណារីករាយត្រេកអររំភើបញាប់ញ័រព្រឺរោមព្រឺស្បែកនៅសេចក្តីសុខរបស់គាត់ហ្នឹងណាមុទិតាណាប៉ុន្តែហើយកុំភ្លេចនេះដែលថារាប់ប្រមាណមិនបាននេះកុំភ្លេចឲ្យចូលកន្លែងហ្នឹងមិនមានន័យថាណាឃើញកូនឬក៏ក្រុមគ្រួសារគាត់រីចម្រើនអីទៅបានត្រេកអរយ៉ាងដល់ពេលគ្រួសារអ្នកដតីចិត្តសាស្ត្រដតីឬសត្វឯណាដែលនេះហ្នឹងនៅអត់ត្រេកអរនោះអាហ្នឹងមិនមែនទេណាមែនទេណាអញ្ចឹងយើងមកយល់ពាក្យថាអបមញ្ញាករណានិងមុទិតាណាចឹងបន្តមកលោកអធិប្បាយតកតងជាមួយនឹងករណាចេតសិកព្រោះមុទិតាហ្នឹងវាមាន2មានករណានិងមុទិតាអញ្ចឹងពីយើងបន្តពីដឹងនៅអត្ថន័យរបស់នៅសភាវធម៌នីមួយៗហើយតបមកលោកលើកណាករណាចេតសិកហ្នឹងមកអធិប្បាយបន្តមកសិក្សាបន្ថែមណាហ្នឹងហើយចឹងវចនដ្ឋៈនេះវចនដ្ឋៈណាវចនដ្ឋៈរបស់ករណាចេតសិកណាបរមតុខេសតិសាធុណੰហតិយ៉ាងកម្មបណੰក្រោតៃតិករណាណាសាធុណੰសាធុជនទាំងឡាយករណាធម្មជាតិណាកាលបើសត្វដតីដល់នៅសេចក្តីទុក្ខណានេះសេចក្តីណាសេលណា sorry ណា
ធម្មជាតិណាកាលបើសัตว์ដតីដល់នៅសេចក្តីទុក្ខរមែងញ៉ាងនៅហរតីគឺចិត្តណារបស់សាធុជនសាធុជនសាធុណាំងសាធុជនទាំងឡាយឲ្យញាប់ញ័រព្រោះហេតុនោះធម្មជាតិនោះឈ្មោះថាករណាណាចឹងករណាហ្នឹងគឺធម្មជាតិហ្នឹងគឺធម៌សភាវៈទូសភាវៈហ្នឹងណាទូសភាវៈហ្នឹងដល់ពេលដែលឃើញសត្វដល់នៅសេចក្តីទុក្ខហ្នឹងគឺហារតីចិត្តហ្នឹងញ័រញ័រហ្នឹងញ័រអីគេញ័រចង់ជួយចង់ជួយហ្នឹងចង់ជួយនៅអ្វីចង់ជួយបំបត្តិនៅសេចក្តីទុក្ខរបស់សត្វដតីហ្នឹងឲ្យខ្ទាតចេញឬមួយក៏ឲ្យអស់ទៅឲ្យសូន្យទៅញ័រហ្នឹងណាព្រោះហេតុនោះធម្មជាតិនោះឈ្មោះថាករណានេះជាវឹកហារបស់ករណាណាហើយនេះជាលក្ខណៈទីចតកៈរបស់ករណាទីមួយគឺបរតុក្ខាបណៈយកាមៈតាលក្ខណាមានការខ្វល់ខ្វាយដើម្បីបន្តបង់ឬកម្ចាត់បង់នៅសេចក្តីទុក្ខរបស់សត្វដតីនឹងជាលក្ខណៈមានការខ្វល់ខ្វាយមានការយកចិត្តទុកដាក់មានការមានការថាមានសេចក្តីខ្នះខ្នែងណាដោយព្រះអង្គអញ្ចឹងគឺលោកមានសេចក្តីខ្នះខ្នែងណានៅក្នុងការយកចិត្តទុកដាក់ជាមួយសត្វលោកដោយព្រះអង្គបញ្ញត្តិសិក្ខាបទអីហ្នឹងគឺព្រះអង្គយកចិត្តទុកដាក់ខ្នះខ្នែងខ្វល់ខ្វាយព្រោះឃើញសត្វលោកដែលជាបុថុជនមិនតាន់បានសម្រេចមគ្គផលហ្នឹងអញ្ចឹងទៅគឺព្រះអង្គខ្វល់ខ្វាយមែនទែនណាក្នុងមួយថ្ងៃហ្នឹងព្រះអង្គពេលព្រឹកគោចោះបានមែនទេដល់ពេលរសៀលពេលរសៀលសម្ដែងធម៌ណាដល់ពេលព្រលប់ឲ្យអាវាតដល់ភិក្ខុសង្ឃដល់ពេលពាក់កណ្ដាលត្រៀតដោះទស្សនាទេវតាហើយដល់ពេលទៀបភ្លឺប្រមើមើលនិស័យសត្វឃើញទេហើយ every day មកអត់មានថាថ្ងៃនេះថ្ងៃនោះអត់ទេហើយសួរថាព្រះអង្គធ្វើដើម្បីអីគឺដើម្បីសេចក្តីករណាដល់សពសត្វហ្នឹងឯងគឺលោកមានសេចក្តីករណានឹងក្រៃលែងមែនតើចឹងគឺមានសេចក្តីខ្វល់ខ្វាយយកចិត្តទុកដាក់ខ្នះខ្នែងដើម្បីបន្តបង់ឬកម្ចាត់នៅសេចក្តីទុក្ខរបស់សត្វដទៃនឹងជាលក្ខណៈចឹងបើនិយាយពីករណាវិញគឺអត់មានពីណាលើព្រះអង្គទេគឺព្រះសម្មាសម្ពុទ្ធហ្នឹងហើយហើយហេតុដែលព្រះអង្គសន្សំបារមីដើម្បីត្រាស់ជាព្រះសម្មាសម្ពុទ្ធហ្នឹងក៏មានករណានឹងជាប្រធានដែរជាដើមចជាដំបូងដែរដូចជាមានធម៌3ទី1សទ្ធាទី2ករណាហ្នឹងមានករណានៅក្នុងហ្នឹងដែរហើយទី3ហ្នឹងវិរិយៈធម៌3ហ្នឹងដែលជាគ្រឹះណាដូចហើយមុំចង្ខានជើងឆ្នាំងអញ្ចឹងណា3ហ្នឹងត្រនេះដំបូងទាំងអស់មកហ្នឹងទី1សទ្ធាដំបូងហើយសទ្ធាជាក្បាលជារឹសជាអ្នកបោះមេសទ្ធាមានសទ្ធាជ្រះថ្លាក្នុងការចង់ជួយសត្វហ្នឹងតមកមានសេចក្តីករណាហ្នឹងហើយនឹងវិរិយៈសេចក្តីព្យាយាម4អសង្ខ័យ4អសង្ខ័យក្រៃលែងដោយសែនកាប់ក្រៃលែងហ្នឹងមានថា4អសង្ខ័យហើយថែមដោយសែនកាប់ទៀតទី2នេះគឺកិច្ចទូនាទីបរតុក្ខាសហនរក្សាមានការមិនអាចអត់ទ្រាំមើលចង់និយាយថាអត់បង្ងើយកតើយទេចំពោះសេចក្តីទុក្ខ
របស់សត្វដតីនឹងបានធម្មអត់បានទេមកអ៊ីត្រមអត់បានទេណាឃើញសត្វដល់នៅសេចក្តីទុកហ្នឹងគឺនេះតែម្ដងបងអ៊ីបងរស្មីករណាណាត្រាំមើលអត់បានហ្មងត្រូវទៅជួយហ្មងហ្នឹងអត់បង្ងើយកតើទេណាមានការមិនអាចអត់ត្រាំមើលគឺបានដល់មិនបង្ងើយកតើហ្នឹងចំពោះសេចក្តីទុករបស់សត្វដតីហ្នឹងជាកិច្ចណាចឹងហើយបានជាគេហៅថាព្រមវិហារធរហ្នឹងណាព្រមវិហារធរហ្នឹងជាធររបស់បណ្ឌិតសប្បុរសណាមានព្រះសម្មាសម្ពុទ្ធជាដើមណាមិនតែអ្នកបានឈានហើយទៅកើតនៅព្រំទេណាអ្នកបានឈានទៅកើតនៅព្រំហ្នឹងក៏សេចក្តីករណារបស់គេហ្នឹងក៏អញ្ចឹងដែរណាប៉ុន្តែសម្ដៅដល់ព្រំដែលចម្រើនព្រំវិហារធរនោះណាបានទៅកើតនៅព្រំហ្នឹងឬធររបស់ព្រះអរិយៈណាព្រះអរិយៈណាមួយទៀតគឺផលហ្នឹងគឺនៅពេលដែលធរនឹងកើតឡើងយ៉ាងម៉េចស្ដែងចេញមកណាស្ដែងលទ្ធផលចេញមកយ៉ាងម៉េចនឹងអវិហង្សាបច្ចុប្បដ្ឋានាមានការមិនបៀតបៀននឹងជាផលនឹងអត់បៀតបៀនសត្វឯពេលដែលធរនឹងកើតគឺលើកដៃលើកជើងនឹងទៅបៀតបៀនសត្វនឹងមិនបានទេលើកដៃលើកជើងនឹងទៅវាយទៅតបឬទៅកាប់សម្លាប់សត្វនឹងអត់បានទេត្រង់ហ្នឹងណាអញ្ចឹងពេលដែលអ្នកខ្លះគាត់ចូលចិត្តហិង្សាអីណាវាយកូនវាយចៅអីហ្នឹងគឺណាគាត់ខ្វះនៅករណានឹងករណាចេតសិកហ្នឹងណាមានការមិនបៀតបៀនណាជាផលណាវាយដោយទោសៈវាយដោយនេះចឹងណាអ្នកខ្លះអញ្ចឹងទៅគឺឃើញឆ្កែកំពុងដេកអញ្ចឹងដើរតាត់គ្នាមួយជើងលេងអញ្ចឹងទៅហើយដល់ពេលទៅគ្នាស្រែកឆ្កែពេលវាឈឺវាស្រែកអាសលេងយ៉ាងនេះសលេងយ៉ាងទូចសោយទៀតណាធ្វើមិនដឹងណាអត់ទេណាសរសាងកម្មតែអនាគតគេតតគេអីវិញអញ្ចឹងសត្វលោកណាវាសារតែអត់ដឹងយើងទាំងអស់គ្នាក៏ដូចគ្នាដែរវាសារអត់ដឹងណាបានចេះតែធ្វើខុសធ្វើនេះចេះតែប្រមាថនៅក្នុងជីវិតរស់នៅណាមួយទៀតហេតុចិត្តនេះហេតុនាំមកកើតអញ្ចឹងធัวធัวកើតព្រោះហេតុណោះដោយបងរស្មីអាសានិយាយធัวកើតព្រោះហេតុណាទុក្ខភិភូតាนังអនាថភាវៈទេសនៈបតដ្ឋានាមានការឃើញនៅភាពទីតល់ក្រណាអនាថាជនអនាថាជនទីតល់ក្រសង្ឃឹមគ្មានទីពឹងរបស់សត្វទាំងឡាយដែលត្រូវសេចក្តីទុក្ខនឹងគ្របដណ្ដប់ជាហេតុចិត្តហេតុចិត្តហេតុនាំឲ្យកើតហ្នឹងហេតុនាំឲ្យកើតករណាហ្នឹងគឺនៅពេលដែលបានឃើញទេសនៈណាបានឃើញនៅភាពទីតល់ក្រគ្មានទីពឹងរបស់សត្វទាំងឡាយដែលគ្របដណ្ដប់ទៅដោយសេចក្តីទុក្ខនោះជាហេតុនាំឲ្យកើតធនហ្នឹងអញ្ចឹងមានន័យថាអបមញ្ញាចេតសិកនេះជានេះណាជាអនិច្ចតយោគីចេតសិកណាជាចេតសិកដែលមិនទៀងទេមានន័យថាវាជូតកើតជូតមិនកើតអបមញ្ញាណាមានន័យថាតើតាមានសត្វដល់នៅសេចក្តីទុក្ខជាអារម្មណ៍បានកើតអញ្ចឹងនេះគឺចប់លក្ខណៈទីចតុកៈរបស់ករណាចេតសិកហ្នឹងណាអញ្ចឹងគឺមានសេចក្តីខ្វល់ខ្វាយក្នុងការកំចាត់បងនៅ
sự đầy tục rồi bà sạch ở tây nó chỉ lẽ cả nạ bà thô nó cứ chẳng nè cái này những ai bị trâu thà đại mình ai vào ban rồi miền đàn cầm nọt ấy dân tiệt ta rồi bà sạch ở tây đã mình cầm nọt chỉ lẽ cả nạ miền ca mình ai ở trầm mơ chấm pu sự đầy tục rồi bà sạch ở tây đại mình miền cầm nọt chỉ cách nè năng từ thèm cụ thèm năng mùi tiên á là mày ở can để chẽ cho bạn á cầm ao cho lo ẩm pro vì miền cả là khai khai này cả là nữa tầm một tới dương năng miền cả thà thị bài tại tổ năng cả là khai khai nó chẳng mày năng hay sập ngày nó cứ đời chán nó cứ dương nè dương miền nè mẹ cả là khai khai nè vì miền cả là bật bật cọt á nè chẳng cả là bật bật cọt đấy cứ nè miền ca khoa khoaiขนมកាបន្ទោបងឬកំចាត់នៅសេចក្តីទុករបស់សត្វដទៃដែលមិនកំណត់មិនកំណត់នឹងមិនកំណត់ថាជាកូនរបស់ខ្លួនឬក៏ជានេះអីទេឲ្យតែនរណាក៏ដោយឲ្យតែមានសេចក្តីទុកកើតឡើងឬក៏ឃើញពួកគាត់កើតទុកហ្នឹងឬឃើញពួកគាត់ដល់នៅសេចក្តីទុកហ្នឹងគឺចង់បន្ទោបងចង់កំចាត់នៅសេចក្តីទុកហ្នឹងចេញតែម្ដងនឹងមិនប្រកាន់ថានេះអ្នកនោះអីទេណាហ្នឹងគឺករណីណាដែលយើងនាំគ្នាហើយពាក្យទាំងអស់ហ្នឹងគឺយើងធ្លាប់ឮធ្លាប់នេះតាំងពីតូចចឹងមែនទេអញ្ចឹងដល់ពេលយើងមកសិក្សាទៅធ្វើឲ្យយើងនឹង clear ច្បាស់ណាហើយមានការមិនអាចអត់ប្រមមើលបានចំពោះសេចក្តីទុករបស់សត្វដទៃណាដែលមិនដែលអត់លក្ខខណ្ឌអត់កំណត់ឬអត់ព្រំដែនទេអញ្ចឹងអវកហៈអត្តន័យខាងលើហ្នឹងយើងអាចដាក់មករាប់ប្រមាណមិនបានមិនកំណត់មិនប្រកាន់អត់ព្រំដែនមិនអាចវាស់បានណាមានទៀតណាហើយផលហ្នឹងគឺមានការមិនបៀតបៀនអត់បៀតបៀនសត្វទេធរហ្នឹងណាចឹងហើយបានជាសវណ្ណសាមគាត់រស់នៅប្រកបដោយព្រមភាហ្នឹងមេត្តាករណាចំពោះសត្វហ្នឹងគឺពេលដែលទៅព្រៃទៅដងទឹកដងអីហ្នឹងមានសត្វហែហមទៅអត់ខ្លាចសត្វអត់ខ្លាចមនុស្សទេព្រោះលោកមានធម៌នេះហ្នឹងមានករណាចំពោះសពសត្វហ្នឹងណានឹងហើយដល់ពេលហេតុចិត្តហេតុនាំឲ្យកើតហ្នឹងគឺមានការឃើញនៅភាពទីតល់ក្រឬក៏គ្មានទីពឹងរបស់សត្វទាំងឡាយហ្នឹងដែលគ្រប់ដណ្ដប់ឬដល់នៅសេចក្តីទុក្ខហ្នឹងជាហេតុចិត្តហើយនេះជាមួយចំណុចទៀតសម្បត្តិរបស់ករណាជាដើមសម្បត្តិណាអញ្ចឹងពាក្យថាជាដើមហ្នឹងគឺលោកលើកតាក់ទងជាមួយនឹងពាក្យថាជាដើមហ្នឹងវាមានអីទៀតវាមានសម្បត្តិវាមានវិបត្តិវាមានសត្រូវឬក៏ករណាคล้ายហ្នឹងសត្រូវចិត្តឬករណាคล้ายហ្នឹងសត្រូវឆ្ងាយអញ្ចឹងគឺសម្បត្តិវិបត្តិករណាคล้ายសត្រូវឆ្ងាយហ្នឹងដូចម្ដេចណោះអញ្ចឹងយើងចូលមកសិក្សាទាំងអស់គ្នាទី1ហ្នឹងគឺវិហិង្សោបសមោសម្បត្តិមានការចូលទៅរងាប់សេចក្តីបៀតបៀនហ្នឹងជាសម្បត្តិជាសម្បត្តិឬក៏ជាអានិសង្សឬក៏ជាគុណសម្បត្តិណារបស់ធម៌ហ្នឹងគឺចូលទៅរងាប់សេចក្តីបៀតបៀនអញ្ចឹងគឺមានន័យថាសេចក្តីបៀតបៀនហ្នឹងស្ងប់នៅអត់កម្រើកទេនៅតាំងមកនៅហ្នឹងពេលធម៌ហ្នឹងកើតណាអត់មានទាញប៉ត់ទាញអីវាយកូនវាយចៅអីទេអត់ទេអញ្ចឹងមានការចូលទៅរងាប់សេចក្តីបៀតបៀន
នឹងជាសម្បត្តិមួយទៀតសោកៈសម្ភាវោវិបត្តិមានការកើតឡើងនៃសេចក្តីសោកណាជាវិបត្តិចឹងករណីហ្នឹងវាមានងាយណាវាមិនមែនធនហ្នឹងវាមានហ្នឹងឯងប៉ុន្តែក៏ថាវាជាហេតុនាំឲ្យមានសេចក្តីសោកនេះណានាំមានសេចក្តីសោកហ្នឹងចឹងគឺអាការកើតឡើងចឹងនិយាយថាមានការកើតឡើងនៃសេចក្តីសោកជាវិបត្តិហ្នឹងគឺបានដល់ករណីคล้ายហ្នឹងឯងមានសេចក្តីសោកយំដឺដកអីចឹងណាសោកសៅសេតអីហ្នឹងណាឧទាហរណ៍ឃើញអ្នកផ្ទះគាត់មានបញ្ហាអីចឹងទៅឬក៏គាត់មានគ្រោះថ្នាក់ដោយប្រការណាមួយណាតើមកគាត់ទៅសម្រាប់អំទីពេទ្យចឹងយើងទៅមើលណាដល់ពេលទៅមើលទៅមិនឃើញគាត់ដល់នៅសេចក្តីទុកមែនទេឈឺចាប់អីចឹងទៅចឹងទៅក៏សេចក្តីខ្សួលខ្សក់ខ្សួលនឹងកើតឡើងចឹងអាគណៈពេលសោកសពខ្សួលហ្នឹងវាមិនមែនជាករណីទេណាវាមិនមែនជាករណីទេវាជាករណីคล้ายឬវាជាបើអង្គធัวសោកសឹកសួលហ្នឹងបានដល់តោសៈហ្នឹងឯងតោសៈសេចក្តីណាក្តៅកាហាយសេចក្តីដែលមិនចង់ណាមិនចង់ឃើញសភាពហ្នឹងមិនចង់ឃើញគាត់នេះអញ្ចឹងណាមានការកើតឡើងនៃសេចក្តីសោកនឹងជាវិបត្តិណាមួយទៀតគេហសិតាំងតោមនស្សៈអាសនៈចតិកាមានការខូចចិត្តដែលអាស្រ័យកាមគុណជាសត្រូវចិត្តឬជាករណីคล้ายណាមានការខូចចិត្តណាខូចចិត្តហ្នឹងន័យថាឧទាហរណ៍អីជួយអ្នកណាហើយចឹងទៅគេអត់ដឹងគុណនេះណាចឹងទៅក៏មានការខូចចិត្តខំតែអាណិតណាខំតែករណាណាខំតែអាណិតអាសូរករណាដល់ម្នាក់ហ្នឹងឬក៏ដល់កូនហ្នឹងឬដល់នេះនោះហ្នឹងដល់ពេលឥឡូវមកមាក់ងាយវិញអីចឹងណាចឹងគឺខូចចិត្តដែលអាស្រ័យកាមគុណណាជាសត្រូវចិត្តឬជាករណីคล้ายអញ្ចឹងគឺករណីពិតប្រាកដដែលជា original ហ្នឹងគឺជួយសត្វលោកហ្នឹងហើយគឺអត់ចង់បានអីមកវិញទេកន្លែងហ្នឹងណាតែបើជួយហើយចង់បានអីមកវិញឬក៏ជួយឲ្យមិនសមបំណងណាមិនសមបំណងហ្នឹងអាហ្នឹងក៏ជាករណីคล้ายដែរនេះជួយគាត់ទៅដើម្បីនឹងឲ្យគាត់ទៅចេះទៅចោះអីចឹងទៅណាសាតែជួយគាត់ទៅសាតែគាត់មកមើងងាយខ្លួនឯងវិញឬក៏មិនយកចិត្តទុកដាក់ឬក៏មិនអើពើអីចឹងណាអាហ្នឹងជាករណីคล้ายទេតែបើករណីដែលជា original នោះដែលពិតប្រាកដនោះអត់ទេណាគឺជួយហើយគឺហើយដាច់ឆ្លាស់តែម្ដងអត់មានជាប់ជំពាក់ទេដោយអំណាចនៃលោភៈនេះកាមគុណនេះគេហសិតាំងគេហហ្នឹងផ្ទះសិតាំងហ្នឹងគឺដោយសភាពនៃអ្នកគ្រប់គ្រងផ្ទះអ្នកដែលនៅជាប់ជំពាក់នឹងផ្ទះណាកើតទុកទោមនោះណាដោយការទុកទោមនោះខូចចិត្តយំខ្សក់ខ្សួលនៅក្នុងណាកាមឬកិច្ចដែលខ្លួនបានធ្វើមានការជួយអ្នកដទៃដែលចេះមួយចេះពីរណាបន្ទាប់មកมันសមដោយបំណងមិនដូចចិត្តណាឬក៏មានការវាយបកមកវិញណាវាមានដែរមានអ្នកខ្លះគេជួយទៅក៏ពេលដែលបានថ្កងថ្កើងទៅស្រាប់តែស្រាប់តែអីចេះមួយចេះពីរចឹងទៅចឹងហ្នឹងគឺមិនមែនជាករណីពិតទេវាជាករណីคล้ายទេណាអញ្ចឹងធម្មជាតិអាចឆែកមើលបានណាឬមួយក៏
បើសិនបើយើងជួយហើយស្រាប់តែវា alert មកអញ្ចឹងត្រូវប្រាប់ខ្លួនឯងថាអូនេះករណីខ្លាំងៗដែរអញ្ចឹងទៅយើងបង្វែរស្ថានភាពបង្វែរចិត្តណានឹងឲ្យមានសភាពស្មើឬមិនជាប់ចម្ពាក់ណាឬមិនចង់បាននៅគុណបំណាច់រឿងនេះអីទេណាមិនជួយទៅបើគេជួយវិញក៏ជួយទៅបើគេមិនជួយវិញណាក៏តាមនឹងទៅត្រង់ហ្នឹងណាព្រោះនៅពេលដែលមានសេចក្តីករណាជួយដល់នរណាម្នាក់ហើយរមែងធัวហ្នឹងវាកើតហើយណាវាកើតហើយកើតនៅក្នុងខន្ធៈសន្តានរបស់អ្នកធ្វើហ្នឹងកើតហើយណាសេចក្តីល្អហ្នឹងហើយរឿងទៅខាងមុខយ៉ាងម៉េចយ៉ាងម៉ាហ្នឹងណាកម្មហ្នឹងនេះហ្នឹងវាតាក់តែងគេចេះណាគេចេះរៀបចំហើយណាអញ្ចឹងមានការខូចចិត្តដែលអាស្រ័យកាមគុណជាសត្រូវចិត្តណាសត្រូវចិត្តហ្នឹងមានន័យថាណាពេលនេះហ្នឹងគឺវាបន្លំដោយបន្លំខ្លួនណាធ្វើដូចជាករណាអញ្ចឹងណាអញ្ចឹងដល់ពេលយើងអត់បានមកសិក្សាទេយើងអាចគិតថាសប្តាហ៍ខ្ញុំមានសេចក្តីអាណិតអាសូរករណាដល់សត្វទាំងឡាយណាតែងតែជួយអ្នកដទៃជួយអ្នកនេះជួយអ្នកនោះហើយអញ្ចឹងទៅជួយទីថាទំនុកបំរុងឲ្យគាត់សិក្សារៀនសូត្រអីចឹងទៅដល់ពេលហើយគាត់មិនយកលុយនឹងទៅរៀនសូត្រគាត់យកទៅលេងហ្គេមលេងអីចឹងទៅដើរយកប្រឡប់ចូលក្លឹបចូលអីត្រូវប៉ូលីសចាប់ប៉ូលីសអីគេទេមកចឹងទៅណាក៏កើតសេចក្តីនេះខូចចិត្តណាខូចចិត្តទុកទោមនោះហ្នឹងកើតឡើងឯងខំជួយវាដើម្បីឲ្យវាទៅរៀនខ្ពង់ខ្ពស់វាទៅដើរលេងយប់ចប់នេះចប់អីណាឥឡូវមកចប់ទាំងឯងទៀតណាព្រោះជាអាណាព្យាបាលអីចឹងណាតែមិនមែនជាឪពុកម្ដាយទេណាឬមួយក៏មានបញ្ហាទៅខ្វះខាតទៅគ្នាមិនដឹងរកពីណាមានរកអ្នកធ្លាប់ជួយនឹងឯងណាដល់ពេលចឹងមកក៏នេះក៏កើតអាសេចក្តីទុកទោមនស្សខូចចិត្តនឹងឡើងអញ្ចឹងពេលខណៈពេលហ្នឹងគឺណាជាសត្រូវចិត្តណាឃើញទេសត្រូវចិត្តហ្នឹងគឺទៅបំផ្លាញអករណាមែនតើឬក៏សបញ្ជាក់ឲ្យឃើញថាអាសេចក្តីដែលថាខ្លួនមានសេចក្តីអាណិតករណាដល់សត្វដទៃហ្នឹងជួយអ្នកដទៃហ្នឹងគឺនេះទេមានន័យថាធัวពិតហ្នឹងគឺមិនតាន់កើតឡើងណាមិនតាន់កើតឡើងក្នុងខន្ធៈសន្តានរបស់ខ្លួនទេឬមួយក៏ធ្វើអត់តាន់ត្រូវតែមែនទេពេលខ្លះទៅគឺគាត់ចង់បានឬក៏ធ្វើត្រូវដែរចង់ធ្វើត្រូវដែរប៉ុន្តែដោយសារអត់ដឹងតែពេលអត់ដឹងទៅវាបលាំបកើអញ្ចឹងទៅក៏ហើយមានន័យថាអកុសលហ្នឹងវាបន្លំធ្វើដូចជាកុសលចឹងករណាคล้ายហ្នឹងវាបន្លំខ្លួនធ្វើដូចជាករណាមែនតែនចឹងណាសូម្បីតែការមានសេចក្តីអាណិតអាសូរចំពោះបុត្រធីតាភរិយាដែលរស់នៅជាមួយយើងសពថ្ងៃហ្នឹងដល់ច្រើនហ្នឹងប្រព្រឹត្តទៅជាមួយនឹងករណាคล้ายហ្នឹងឯងណាកូនអីចឹងណាទីអីបានហ្នឹងយកចិត្តទុកដាក់ណាខ្វះខាតអីទោះបីមានក្រអីក៏ដោយក៏ត្រូវនេះដែរណាស្រាប់តែណាគាត់លួលលេងហ្គេមអីចឹងទៅហៅគាត់មកឬប្រើមិនបានអីចឹងណាខឹងហ្នឹងរាល់ថ្ងៃហ្នឹងគឺម្ដាយចង់ឲ្យសឹងឲ្យលះបង់ជីវិតដើម្បីកូននឹងឯងដល់ពេលប្រើកូនអត់បានខឹងតូចចិត្តខូចចិត្តសេតណាឃើញទេអញ្ចឹងសួរថាករណាហ្នឹងជាករណាពិតឬណាអញ្ចឹងវាអាចចូលនេះត្រង់ហ្នឹងណាហើយករណាហ្នឹងចំពោះសត្វលោកទូទៅឬមកទេណាអញ្ចឹងគឺណាធម៌ជាកុសលធម៌ជានេះហ្នឹងលើកទឹកណាតែយើងចូលទៅសិក្សាឲ្យលំអិតស៊ីជម្រៅណាទៅណាការសាង
bồn của xóa nó cứ trừ nè bật thả cả ná cứ cả ná mình tên chu nó cứ chu mình tên đó nè hay cả ná nó có chỉ hai chích này này đây này alo phe nè cả thôi tiền này nè cứ miền sự đầy cả ná đó là sầu đó có là chui chạy âm lệ nở bỏ để thả khơi cọt khóa khátอีกอย่างนั้นนะหรือก็กอดดอนลงสิได้สิเคลียนอย่างเต้แล้วก็เมนหาเมนไอจูนตั้งจังเต้นั่นได้สิได้การนาเมนเตนั่นนะนั่นดับตามมายังโยมาปิดนิดนะปิดนิดยังโยและขณะที่จะตะการนั่งมาปิดนิดดำไปmình chẹnนะนั่นจะทำไหมไม่ได้ค่ะเมียนสิได้ขอดคล้ายของการบรรทุกบ้างหรือกำจัดนึกสิได้ตกระบาดสัตว์แต่ได้มันอายว่าประมาณบานจีแหละกันนะในเช่นไรนั่งกูแต่ด่าอะไรนั่งมือเตี้ยนะนี่แต่ยังเคยจะเพิ่มพิจารณาคือโลกสุเซแต่ปนังปัจจัยกูด่าตีเต้าลงไปเอาการในเจ้าชบ้านนะนี่มันตัวกำจัดบ้างนึกสิได้ตกระบาดสัตว์แต่ยังโกนปนหรือบองโพนักสัตว์แต่ได้แต่bịខ្លួនឯងណាប៉ុន្តែផ្លិចមួយទៀតគឺមិនកំណត់ឬក៏អត់ព្រមដែរណូអញ្ចឹងដល់ពេលយើងថែមអានឹងទៀតទៅពេលដែលធ្វើទៅបង្អោនចិត្តណាបង្អោនចិត្តទៅអញ្ចឹងបង្អោនចិត្តថាសេចក្តីល្អនេះឬទាននេះឬសេចក្តីករណានេះគឺធ្វើចំពោះសត្វទូទៅទាំងអស់មិនចំពោះតែអ្នកផ្ទះមិនចំពោះតែអ្នកសុខភូមិមិនចំពោះតែlà chết sạc bạc luôn này từ tu tới tầng riêng chăng là riêng đồng cỏ chặt thôi chặt nắng ỏi biết trâu chẳng cầm ỏi miền lẹ khán á hay cả là những riêng ninh chẳng tới bờ thạt tiền á đại phơi tới đòi mình cầm nọt bọc cố cứ ban an thì sang chờ nè chẳng hay ban chỉ về đại phơi tiền chấm bù sang này vẫn cứ cái ỏi chọp chỉ môi nâng cồn một cha nâu lồm một cha nâu á đấy cứ cái ao thôi tiến ô tư chấm phu sáng chẳng cả là chấm phu sáng cứ ọt chọp bọc cồn nam môi này cứ sáng ra tận năng tu tao tận này chẳng tới cứ bạn này sáng nó cứ chơi ra tại bờ phơi tới đào chấm phu bỏ ăn cừu nút lồm cha nút rứa có nè cô nè sọc á nè là score cái này nè cô mình cắt bố lại màu bắn nè đã bán lô về đã tới chật nó bằng ao chụp lô đại chỉ cô bật nè sọc nè cô nè nó bằng ao nhé cái ban tầm môi thì chật nó cứ vì miền limit á cả là chật năng miền limit bọn nó coi miền limit tạm năng này tròn nữa nè như toàn vậy nè chẳng cứ dừng một sắc xá tới cứ đầm bay nè ao đo là phiếp chỉ nè chia nó không cảm chỉ có sò là miền cả vừa tiên nè ấy năng chế đào nè mùi tiết vị hàng xa tu ra bản chặt thì cả miền cả bị biển sạt năng chia sạt trời ngay nè chẳng cả bị biến sản năng kia mày nói chết đây mày chỉ sự trời chết đây bắt đầu cả khâu chết bùa sai cảm côn rồi chỉ cả là khai nè bùa cả là này cứ mình bị biến sản chẳng cả mình bị biến sản nó cứ nói chết đây nè rồi mùi có mình chỉ hai chết nè chỉ sự trời ngay nó mày tham mình chỉ hai chết cả biết biến sát nó mẹ chỉ hai chết rồi bó cả là na tè chẳng gì chẳng hết bên nơi ngày ơi san ngày này chỉ sẽ từ ngày là tái ak nè ak khôi chất sự đầy sao này chấm pu cả là na để luôn màn thôi hài nữa nắng tớ chỉ sẽ từ chết vì trôi tớ bấm plái cả là na mẹ tên nè rứa có trôi tớ bẩn lỏng á rứa gạo cả là na khai nè
ហើយនេះជាអានិសង្សរបស់ករណាអញ្ចឹងគឺនៅពេលដែលចិត្តនឹងមានករណាគឺមានការកម្ចាត់វិហង្សានិងព្យាបាទណាវិហង្សានិងព្យាបាទជួយលាងជំរះណាចិត្តឲ្យលែងមានសេចក្តីខកខើថ្នាក់នឹងលែងចង់ធ្វើបាបអ្នកដទៃណាមានចិត្តហ្នឹងគឺជួយលាងជំរះចិត្តហ្នឹងគឺមិនឲ្យណាព្យាបាទហ្នឹងគុំគួនការចងគំនុំអីណាដល់វិហង្សាហ្នឹងគឺបៀតបៀនណាចង់ទៅបៀតបៀននេះនោះអីចឹងទៅឬក៏អាចញ៉ាំងនៅកាយវិចារហ្នឹងឲ្យទៅបៀតបៀនសត្វដទៃហ្នឹងក៏មានដែរវិហង្សាហ្នឹងណាអញ្ចឹងដល់ពេលករណាហ្នឹងកើតឡើងឬក៏កាលបកលចម្រើនករណាហ្នឹងរឿយញឹកញយនៅក្នុងខន្ធសន្តានហ្នឹងជួយទៅលាងជំរះនៅឬក៏កម្ចាត់បងនៅវិហង្សានិងព្យាបាទៈហ្នឹងឲ្យជ្រះស្អាតនៅក្នុងខន្ធសន្តានហ្នឹងធ្វើឲ្យចិត្តហ្នឹងលែងសូវខុសខើឬថ្នាក់ឬទៅទាស់ហ្នឹងហើយអញ្ចឹងគឺធម្មជាតិដែរចូលចិត្តមានសេចក្តីទៅទាស់អីច្រើនណារឿងអីតិចតួចដែលអាចយកយល់បានហ្នឹងក៏អត់ដែរអញ្ចឹងគឺត្រូវរៀនចម្រើនករណាហ្នឹងចម្រើនករណានេះជាអានិសង្សណាជួយឲ្យចិត្តហ្នឹងគឺណាចុះមក slow មិនខុសខើទេណានឹងទី1ទី2ណាធ្វើឲ្យចិត្តមានសភាពទន់ភ្លន់ឃើញទេចិត្តហ្នឹងទន់ភ្លន់ត្រជាក់ទន់ភ្លន់សភាពរាសាឬចាស់ទុំណាអ្នកហ្នឹងមើលទៅចាស់ទុំហ្មងព្រោះចិត្តគេប្រកបដោយករណាគេមិនកតេកតើឬចង្ងាងអីអត់ទេណាមើលទៅទន់ភ្លន់ត្រជាក់ណានឹងងាយស្រួលក្នុងការលះបង់សម្បត្តិឃើញទេដើម្បីជួយសង្គ្រោះសត្វលោកមានការបង្កើតមហាទានធ្វើទានធ្វើអីហ្នឹងជាដើមណាដោយសេចក្តីករណាអញ្ចឹងទៅហ៊ានណាឃើញវាជាបច្ច័យធម៌បច្ច័យតគ្នាកុសលមួយជួយឧបការៈដល់កុសលផ្សេងទៀតតាមសំគួរហ្នឹងទៅចង់ជួយបំបត្តិសេចក្តីស្រេកឃ្លានឬក៏សេចក្តីទុក្ខរបស់អ្នកដទៃឃើញអ្នកដទៃខ្វះខាតឃើញអ្នកដទៃដល់នៅសេចក្តីស្រេកឃ្លានអញ្ចឹងទៅក៏ហ៊ានលះបង់អាហារឬក៏ទ្រព្យសម្បត្តិរបស់ខ្លួនហ្នឹងដើម្បីកម្ចាត់បាននៅសេចក្តីស្រេកឃ្លានរបស់អ្នកសត្វដទៃហ្នឹងណាទី3សម្រាប់ឈានឋានៈខ្ពស់អញ្ចឹងគឺបុគ្គលឬព្រះយោគីវចរដែលលោកចម្រើនករណាភាវនាហ្នឹងគឺអាចសម្រេចដល់ឈានទី4ណាអញ្ចឹងនៅក្នុងករណាហ្នឹងជាណានេះមួយដែរណាជាកសិនជានេះនៅក្នុងសមថៈភាវនារបស់យោគីវចរដែរប៉ុន្តែករណាហ្នឹងគឺចម្រើនបានត្រឹមឈានទី4ទេអត់ដល់បញ្ចមឈានទេព្រោះករណាហ្នឹងវាចូលនៅក្នុងព្រហ្មវិហារធម៌4ដែរមានមេត្តាករណាមុទិតានិងឧបេក្ខាហ្នឹងអញ្ចឹង3ខាងដើមហ្នឹងគឺបានដល់ត្រឹមឈានទី4ទេករណាមុទិតានិងឧបេក្ខាហ្នឹងករណាមុទិតាសំទោសមេត្តាករណាមុទិតា3ហ្នឹងណាអញ្ចឹង3ហ្នឹងគឺចម្រើនបានត្រឹមឈានទី4ទេអានេះយើងពោលដោយបញ្ចកណីដល់ពេលឧបេក្ខាបានដល់ឈានទី5ឧបេក្ខាណាហើយបន្ទាប់មកបើសិនបើគាត់មានឈានរបស់គាត់នឹងមិនសាបសូន្យអញ្ចឹងគឺអាចញ៉ាំងឲ្យគាត់នឹងទៅកើតនៅព្រហ្មលោកនឹងបានទៀតនេះជាអានិសង្សនៃករណាហ្នឹងមានន័យថាបើសិនបើយោគីវចរឬអ្នកសិក្សាហ្នឹងយកករណាហ្នឹងទៅចម្រើនសមថៈណានឹងបានរហូតដល់ឈានទី4ណាហើយបើសិនបើគាត់មិនសម្រេចជាព្រះអរហន្តជាតិនឹងទេហើយឈានរបស់គាត់មិនសាបសូន្យ
រមែងនឹងអាចញ៉ាំងឲ្យគាត់ហ្នឹងទៅកើតនៅព្រំលោកនឹងបានទៀតនេះអានិសង្សណាអានិសង្សទី4ទៅពេលអានិសង្សទី5នៅករណាហ្នឹងជាបារមីរបស់ព្រះពោធិសត្វណាករណាគឺជាធម៌ណាគ្រឹះដ៏សំខាន់បំផុតរបស់ព្រះពោធិសត្វគ្រប់អង្គណាក្នុងការជួយស្រោចស្រង់សត្វលោកឲ្យរួចផុតចិញ្ចាពីសង្សារវដ្តហ្នឹងណាចឹងនៅក្នុងសេចក្តីនេះរបស់នេះណាដូចនៅក្នុងដីកាឬអត្ថកថានេះភ្លេចណានៅបញ្យល់ថាគឺគុណណាគុណរបស់ព្រះអង្គស្ទើរតែទាំងអស់ហ្នឹងគឺសង្គ្រោះចូលករណាហ្នឹងឯងមហាករណាហ្នឹងឯងមហាករណារបស់ព្រះអង្គហ្នឹងតាំងព្រះអង្គណាប្រោសសត្វអីនេះហ្នឹងគឺមានករណានឹងជាប្រធានជាធំណាដូចយើងរៀនវិន័យណាអានវិន័យនោះតកតងនឹងមេធនសិក្ខាបទនោះអញ្ចឹងព្រះអង្គសម្ដែងតកតងនឹងមេធនកថានោះគឺព្រះអង្គសម្ដែងដោយបតីករណានឹងឯងមានករណានឹងក្រៃលែងមែនទែនបានព្រះអង្គសម្ដែងពោលវាចាទាំងអស់នឹងចេញមកណាព្រោះតកតងនឹងមេធនកថាហ្នឹងគឺដ៏ច្រើនសម្រាប់បុគ្គលពីលគេចូលចិត្តនិយាយគ្នាណាផាគ្នាទៅវិញទៅមកអញ្ចឹងតែប៉ុន្តែគាត់ថាកថាដូចគ្នាក៏ពិតមែនប៉ុន្តែបុគ្គលពីលទាំងឡាយហ្នឹងនៅពេលដែលពោលតកតងនឹងមេធនកថាហ្នឹងរមែងញ៉ាំងរាគៈហ្នឹងឲ្យកើតឡើងឬឲ្យចម្រើនឡើងក៏ប៉ុន្តែសម្រាប់ព្រះអង្គពេលដែលព្រះអង្គសម្ដែងតកតងនឹងមេធនកថាហ្នឹងគឺជួយទៅរងាប់បងនៅកាមរាគៈអីទាំងអស់ហ្នឹងទៅវិញណាចឹងកថាដូចគ្នាតែសេចក្តីនឹងទឹកបតីចិត្តក្នុងការសម្ដែងឬក៏គោលដៅក្នុងការសម្ដែងនឹងផ្សេងគ្នាចឹងផលហ្នឹងក៏ផ្សេងផ្ទុយគ្នាដែរណាមួយចំណុចទៀតវិធីចម្រើនករណាណាចឹងគឺសត្វលោកយើងនឹងគួរតែមានករណានៅក្នុងខ្លួនឲ្យបានច្រើនណាដើម្បីជួយរងាប់បងនៅសេចក្តីក្រោធជួយរងាប់បងនៅកំហឹងណាជួយនៅការចងពីអីណាចឹងការចម្រើនករណាភាវនាឬបានការអប់រំចិត្តឲ្យមានសេចក្តីអាណិតអាសូរហ្នឹងអញ្ចឹងករណាហ្នឹងខ្លះគេហៅថាអាណិតហ្នឹងក៏បានអាណិតអាសូរណាអាណិតអាសូរហ្នឹងមានសេចក្តីអាណិតអាសូរហ្នឹងគឺអង្គធម៌បានដល់ករណាហ្នឹងឯងណាតាមគោលវិធីនៅក្នុងគម្ពីរវិសុទ្ធមគ្គហ្នឹងគឺត្រូវមិនទៅលោកបង្ហាញតាមជំហានដើម្បីការពារចិត្តហ្នឹងមិនឲ្យធ្លាក់ទៅក្នុងសេចក្តីខូចចិត្តណាតោមនស្សកំហឹងណាចឹងករណាហ្នឹងគឺជួយកំចាត់បងនៅសេចក្តីក្រោធសេចក្តីអីហ្នឹងជាធម៌បដិបៈជាមួយនឹងទោសៈនិងករណារបៀបអនុវត្តជាក់ស្ដែងមានជំហានដូចតទៅទី1ហ្នឹងគឺសម្រាប់អតិកម្មវិកបុគ្គលបានដល់អ្នកដែលចាប់ដើមដំបូង start ដំបូងឬក៏គ្រឹះមូលដ្ឋានគ្រឹះដំបូងហ្នឹងគឺការបុគ្គលដំបូងហ្នឹងអញ្ចឹងគឺការរៀនផ្សាយករណាឬមេត្តាណាផ្សាយមេត្តាផ្សាយករណាហ្នឹងព្រោះមេត្តាហ្នឹងវាមានសត្វដល់នឹងសេចក្តីទុក្ខនឹងជាអារម្មណ៍ដែរមេត្តាណាប៉ុន្តែកាលណាមេត្តាក្តោបទាំងពីរក្តោបទាំងសត្វមាននៅសេចក្តីទុក្ខជាអារម្មណ៍ហ្នឹងមានសេចក្តីសុខជាអារម្មណ៍មេត្តាណាដល់ពេលករណាគឺវា focus ថាសត្វដែលមានសេចក្តីទុក្ខជាអារម្មណ៍តែម្យ៉ាងឯងដល់ពេលមេត្តាទាំងសត្វមានសេចក្តីទុក្ខក្តីមានសេចក្តីសុខក្តីគឺមេត្តាទូទៅទាំងអស់នឹងមេត្តាដល់ពេលករណាគឺវាតាមមួយផ្នែកឯងមេត្តាឧទាហរណ៍ដូចជា
อันนี้เมตตานะให้ไปอันนี้การณาให้นี้มุติตาchẳng cả là này miền sát đòn ở sự đầy tục trẻ ram mù tùy tà này miền sát đòn ở sự đầy sọc trẻ ram làไปเมตตานี่คือមានសត្វដល់នៅសេចក្តីទុក្ខនិងសេចក្តីសុខនឹងជាអារម្មណ៍ទាំងពីរហ្នឹងត្រង់ហ្នឹងណាអញ្ចឹងគឺសម្រាប់បុគ្គលដំបូងអតិកាមិកបុគ្គលហ្នឹងគឺមិនគួរផ្សាយករណាទៅកាន់មនុស្សជាទីស្រឡាញ់ខ្លាំងមុនគេទេមិនថាមិនឲ្យផ្សាយទៅកាន់អ្នកដែលខ្លួនឯងនឹងស្រឡាញ់ខ្លាំងទេនឹងឧទាហរណ៍ថាបុគ្គលដែលយើងស្រឡាញ់ឬក៏នេះខ្លាំងអញ្ចឹងគាត់កំពុងតែមានសេចក្តីទុក្ខអញ្ចឹងទៅក៏ផ្សាយករណានឹងទៅគាត់ដល់ពេលផ្សាយទៅសារតែឃើញសភាពគាត់កំពុងគេងនៅពេទ្យដាក់អុកស៊ីសែនទឹកអញ្ចឹងណាដល់ពេលផ្សាយទៅมันកើតករណាកើតសេចក្តីយំសោកសឹកសួលទៅវិញណាដែលវាលាយឡំជាមួយនឹងទោសៈនោះការយំសោកសួលខូចចិត្តខូចអីណាឬក៏អាចទៅជាកុកចៈឬក៏គេហៅថាឧទ្ធចៈណាឧទ្ធចៈហ្នឹងរវើរវាយចេះមួយចេះពីរមិនគួរសណាកូននឹងល្អណាចេះមួយចេះពីរអញ្ចឹងទៅមិនសមណាគាត់ជួបរឿងអញ្ចឹងសោះណាវាទៅជាអញ្ចឹងវិញវាទៅជាសេទៅជាដ្រាម៉ាវាទៅជាអីវិញអញ្ចឹងសម្រាប់ដំបូងដែលសេចក្តីករណាហ្នឹងមិនតាន់រឹងមាំមិនតាន់មានlevel នឹងមិនតាន់ខ្ពស់ទេអញ្ចឹងលោកមិនតាន់ឲ្យផ្សាយករណានេះនឹងចំពោះអ្នកដែលខ្លួនឯងនឹងស្រឡាញ់ខ្លាំងនឹងមុនទេណាហើយមួយទៀតមិនគួរផ្សាយករណាហ្នឹងទៅកាន់សត្រូវរបស់ខ្លួនមុនទេណាអញ្ចឹងអ្នកដែលស្រឡាញ់ខ្លាំងហើយនិងអ្នកដែលស្អប់ខ្លាំងណាមុនគេទេព្រោះដោយសារសភាពចិត្តសេចក្តីករណានឹងគឺនៅខ្សោយអញ្ចឹងកាលណាបង្អោនទៅករណាឬក៏ផ្សាយករណាហ្នឹងទៅចំពោះអ្នកដែលខ្លួនឯងស្រឡាញ់ខ្លាំងហ្នឹងធ្វើឲ្យសេតកើតទុកទៅវិញចាសេតកើតទុកហ្នឹងជាទោសៈណាដល់ពេលផ្សាយទៅកាន់ចំពោះអ្នកដែលខ្លួនឯងអត់ចូលចិត្តអ្នកដែលខ្លួនឯងស្អប់អញ្ចឹងទៅក៏ឃើញសកម្មភាពដែលគាត់ធ្លាប់ធ្វើមិនល្អចំពោះខ្លួនដែលឬអារឿងដែលគាត់ធ្វើឲ្យយើងនឹងឈឺចាប់អីណាឬក៏ជាសត្រូវអីចឹងទៅណាអញ្ចឹងទៅគឺងាយនឹងកើតកំហឹងណាផ្សាយថាអង្គុយផ្សាយករណាទេតែដល់ពេលបង្អោនទៅអ្នកនឹង alert នៅក្នុងអារម្មណ៍ទៅវាទៅជាកើតកំហឹងទៅវិញណាអញ្ចឹងណាអញ្ចឹងហើយគឺណាដំបូងហ្នឹងគឺវាណាវាបកគលពីចម្ពោះនឹងណាដំបូងត្រូវស្វែងរកឬនឹកគិតទៅដល់សត្វលោកដែលកំពុងរងទុក្ខវេទនាណាខ្លាំងដែលគួរអាណិតពិតប្រាកដណាគេទុក្ខិតសត្វណាមានសត្វដល់នៅសេចក្តីទុក្ខនឹងជាអារម្មណ៍ដូចជាជនពិការលំបាកខ្លាំងអ្នកជំងឺឈឺធ្ងន់ឬមនុស្សដែលគ្មានទីពឹងអនាថាណាផ្សាយទៅណាប៉ុន្តែអ្នកដែលអ្នកដូចជាជនពិការអញ្ចឹងគាត់មិនមែនជាអ្នកដែលយើងស្រឡាញ់ខ្លាំងទេហើយអ្នកដែលឈឺធ្ងន់អីហ្នឹងក៏មិនមែនជាអ្នកដែលយើងស្រឡាញ់ខ្លាំងឬយើងស្អប់អីទេឬអ្នកដែលគ្មានទីពឹងអីអនាថាហ្នឹងក៏គេថាទូទៅណាសត្វទូទៅដែលកំពុងតែលំបាកខ្លាំងជួបមានជំងឺអីចឹងទៅអញ្ចឹងបង្អោនទៅបុគ្គលទាំងអស់នោះណាការនឹកគិតការបើឃើញឬនឹកឃើញពេលខ្លះយើងឃើញជួបឃើញនឹងភ្នែកចឹងទៅអាចចម្រើនឬក៏ផ្សាយនេះនឹងបានឬក៏ពេលខ្លះយើងនឹកគិតក្នុងចិត្តហ្នឹងណាត្រូវបង្កើតចិត្តទន់ភ្លន់នឹងអាណិតអាសូរថាគួរឲ្យអាណិតណាសូមឲ្យបុគ្គលនេះរួចពីសេចក្តីទុក្ខវេទនាទាំងនេះទៅចោះហ្នឹងហើយ
នឹងឲ្យចិត្តទៅនេះអញ្ចឹងណាហ្នឹងគឺសម្រាប់ទី1សម្រាប់អតិកាមិកបុគ្គលទី2របៀបផ្សាយទៅកាន់បុគ្គល4ចម្ពោះតាមលំដាប់ចឹងការចាប់ផ្ដើមសំទោសកាលបើចិត្តចាប់ផ្ដើមទន់ភ្លន់នឹងមានកម្លាំងស្ងប់ល្អហើយមានន័យថាអី level ទី1ហ្នឹងគឺបានហ្វឹកហាត់នឹងច្រើនញឹកញឹកញយញយណាចិត្តនឹងចាប់ផ្ដើមតិចណាលេងឆេវឆាវលេងទៅទាស់ណាលេងគុំគួនលេងនេះហើយណាចឹងទៅគឺចាប់ផ្ដើមចូល level ទី2ការបន្ទាប់ពីចិត្តនឹងទន់ភ្លន់ណានឹងមានកម្លាំងស្ងប់ល្អហើយត្រូវពង្រីកការផ្សាយចិត្តករណានឹងទៅកាន់បុគ្គល4ចម្ពោះតាមលំដាប់ដោយខាងក្រោមទី1ហ្នឹងគឺផ្សាយចំពោះខ្លួនឯងណាករណាណាទោះបីជាខ្លួនឯងមិនទាន់មានទុកធ្ងន់ធ្ងរក៏ត្រូវផ្សាយឲ្យខ្លួនឯងមុនដើម្បីធ្វើជាខឿនណាឬមួយក៏ជាចន្ទុលនៃចិត្តហ្នឹងដោយគិតថាណាសូមឲ្យខ្ញុំរួចផុតពីទុក្ខភ័យគ្រោះថ្នាក់និងសេចក្តីក្តៅក្រហាយទាំងពួងណាអញ្ចឹងបន្ទាប់ពីចិត្តរបស់យើងនឹងលេងលំអៀងរឹងមាំហើយចឹងអាចផ្សាយឲ្យខ្លួនឯងបានរៀនផ្សាយឲ្យខ្លួនឯងណាសូមឲ្យខ្ញុំបានសុខរួចផុតចាក់ទុកអីចឹងទៅណាផ្សាយមេត្តាទៅមុនពេលចូលគេងភ្ញាក់ពីគេងអីចឹងណាតាមសំគួរនឹងទី1ទី2ណាផ្សាយចំពោះបុគ្គលជាទីស្រឡាញ់ណាមានថាអាចផ្សាយដល់បុគ្គលជាទីស្រឡាញ់របស់ខ្លួនបានហើយដូចជានឹកដល់ឪពុកម្ដាយឬគ្រូបាអាចារ្យឬមិត្តភ័ក្តិណាហើយផ្សាយចិត្តប្រាថ្នាឲ្យពួកគាត់នឹងជាផុតពីសេចក្តីទុក្ខនិងជំងឺដំកាត់នឹងផ្សេងណាឬចំពោះបុគ្គលដែលយើងស្រឡាញ់ដែលយើងនេះអីចឹងទៅណាហើយទី3ហ្នឹងគឺដល់បុគ្គលកណ្ដាលណានឹកដល់បុគ្គលដែលមិនស្អប់ហើយក៏មិនស្រឡាញ់ដែរណាអ្នកហ្នឹងបុគ្គលហ្នឹងគឺធម្មតាបែបកដាណាមិនជាអ្នកផ្ទះហើយក៏មិនជាសត្រូវរបស់យើងដែរណាដូចជាអ្នកធ្វើដំណើរតាមផ្លូវអ្នកចិត្តខាងអីចឹងណាតែមិនអ៊ីអ្នកចិត្តខាងណាអ៊ីអ្នកចិត្តខាងគឺទី4នេះណាអ្នកចិត្តខាងអ្នកអីចឹងទៅឬអ្នកភូមិផងរបងជាមួយអ្នកស្រុកភូមិឬចិត្តសាសមួយគ្នាចឹងណារៀនផ្សាយតាមលំដាប់ចឹងដំបូងរៀនផ្សាយខ្លួនឯងនឹងញឹកញយរឿយអញ្ចឹងទៅមានន័យថា4ហ្នឹងយើងផ្សាយតាមលំដាប់ក៏បានដែរឬក៏យើងផ្សាយមួយដំបូងផ្សាយខ្លួនឯងឲ្យមានកម្លាំងធម៌ពលទៅហើយផ្សាយចំពោះអ្នកជាទីស្រឡាញ់មានឪពុកម្ដាយមានអីចឹងទៅយើងអង្គុយ4 ដងនាទី5 ដងនាទីកន្លះម៉ោងអីចឹងទៅចឹង4ហ្នឹងយើងផ្សាយណាដេញខ្លួនឯងឲ្យមកបុគ្គលជាទីស្រឡាញ់ប្រពន្ធកូនបងប្អូនឪពុកម្ដាយណាគ្រូអ្នកគ្រូអញ្ចឹងណាតាមមកបានដល់មនុស្សទូទៅដូចជាអ្នកធ្វើដំណើរអ្នកជិតខាងភូមិផងរបងអញ្ចឹងទៅដល់ពេលទី4បានផ្សាយដល់សត្រូវរបស់ខ្លួនទៀតហៅបុគ្គលជាសត្រូវឬអ្នកដែលពីមុនមកយើងធ្លាប់ស្អប់ណាហេតុអីបានយើងត្រូវផ្សាយចំពោះសត្រូវដែរព្រោះដើម្បី release នៅគំនុំនៅការចងពៀវិរិយណានេះដែលភាសាបាលីគេហៅថាវេរីបកលៈវេរីវិរិយណាពៀវិរិយណាពេលផ្សាយទៅកាន់បុគ្គលដែលយើងធ្លាប់ចងពៀធ្លាប់ខឹងធ្លាប់ស្អប់ហ្នឹងរៀនដោះអាចចិត្តគុំគួនហ្នឹងចឹងមិនមែនអត់ប្រយោជន៍ទេណាឬរៀនដោះអាការគុំគួនអាការចងពៀវរៀនហ្នឹងការផ្សាយទៅកាន់សត្រូវហ្នឹងនេះជាជំហានខ្ពស់បំផុតប៉ុន្តែដំបូងលោកអត់ឲ្យផ្សាយទៅកាន់ពួកគាត់ទេមានន័យថាឲ្យចិត្តនឹងរឹងមាំសិនហើយតាមលំដាប់អញ្ចឹងណា
nè chẳng cứ cạp sai từ can sờ trơ bạc luôn đó nè chỉ chùm hiền chỉ là về búa nèไม่ได้ทำบุคคลนำเนี่ยในกวดมีนสิกใดเมตตาการณานังขบุคลังนั่นคือไม่ได้ทาสมบัยได้จีสตรบกวดนั่นก่อนนี้ได้ก็กวดมีนสิกใดเมตตาการณานั่งเอาได้ตัวอย่างโดยเชียปอันในน่ะซอลอย่างนั้นนะนี่จังไปได้ปูอัซอลจันนั่นคือโกนเจ้าน้องคนนี้รถบาดได้บาดเจิงตะปูนในขนมแสตึกเนาะในขนมสระปากคาร์ในนั้นจังขณะไปนั้นคือปอันจับสไลด์ซอลลงบานนะให้ตัวจองอยู่ตัวจองนะให้เอาไปได้ปอันฉลองการอะไรนี้นั่งสไลด์ซอลลงเจปอันเจมวยเจปีอย่างนั้นนะจังต้องมีแต่ไรแต่บอสนั่งเคยให้ปอันนั้นมีต่อไปเคยปอันนั้นมาจังสูนะบอกปัดสไลด์สกัดเตบรีนะโลกมันต่อจะมวยนั่งหรือปอังมันต่อจะมวยนั่งสไลด์ซอลลังปอังจีมันต้นเจรีนะต้นซอยหรือก่อคลายอำนาจสไลด์ซอลหรือจังต้องอันท่านะแต่ยังนะมันต่อมันนี่นั่นคือปลุกการต่อในนั่งเชียร์ตรงเบอร์บอกบุคคลเปลี่ยนที่นะเดี๋ยวไปจังtớiสไลด์ซอลลังลือจังท่านะปอันนั้นนะท่าบางปอันบางสไลด์สกัดไอ้นั่นไงมันต่อจังtớiสตรูนะสตรูหนึ่งเคยท่าโลกจีมันต้นสาวยัยนี่ไหนมันต่อมันนี่จังนะจีมันต้นสาวยัยเดี๋ยวไปจังtớiก็ไอ้ปอันก็เมียนมาไอ้ไหนไปได้เกิดขนมจัดนะเกิดขนมจัดท่าปลุกยืงจีเนี่ยมีนสิกใดการณาสมใบจมพูสตรูนะมีนสิกใดการณาจมพูสตรูนะhaiยืงก็จีเนี่ยมีนจังยีท่าจีเนี่ยสมอตรองนะจีเนี่ยมีนสิจะสมใบแต่จมพูสตรูเกิดขนมจัดจังไงให้ใจดอนไอ้สไลด์จากซอลลังอ่านจังดังจัดเนี่ยเดตย์นะอ่านจัดระบบในหนึ่งบานอ่านจัดระบบอันหนึ่งบานจังtớiก็สู้บอกปิดสไลด์สกัดตาเนี่ยเชียบุคคลได้จังยีท่ามีนสิกใดการณาสมใบจมพูแต่สตรระบบครูนหรือจังtớiคือปอันอันนี้นะปอันอัดก็ให้นะvậy thả mẹ nó giờ chịu bạc cồn chẳng mẹ nè chẳng tới ta nè chẳng bao nè ai miền sực đây cả na sông bay trên phố sờ bạc luôn ai chẳng lê dương mà chẳng đợi xa cột bịa sợi chạm nắng tê so lồi luôn đó nè bản lên từ bên từ lên so lăng từ tao lập từ bên từ để xa bạn cột bịa sợi chạm nè hay bịa nó ọt bàn vô chơi như cực không chất nó ngàyแต่สอบทั้งอายนี่นะอ่านจัดไอ้สกัดเทวดาบาอะไรหนังนะจึงยังอายโยกมรู้ตามสกัดเทวดาหนังดำใบโลกอันเมียนจองกับนมกลมกูนไอ้เด้นะอดจองกลมกูนเด้จึงพูดสตรนะให้พวกอัศออะไรนี่นั่นคือสตรในให้สตรจะพูดหมกให้จังตือมาจากไหนเตี้ยนะที่ใบการลบบำบัดปรุงได้ในจัดนี่ก็จะในสำคัญเลยนะไม่ในทางการณานั่นคืออันเมียนผมได้แน่อันเมียนได้กำหนดได้อันเมียนลิมิตได้นะการณาเปิดประกอบนะการณาคลายนั่นคือเมียนลิมิตได้จังทำยัดอาเช็คจัดโคลนายบานจังยังศึกษาทัวร์บอกแปรอะไรอย่างนั่นคือมาศึกษาทำไปโยมมา apply ในความชีวิตบอกโคลนายนั่นมันทำไปตัว apply ในขนมจัดบอลเนี่ยได้ในจำเพียนจงกร้อยคือการ
ធ្វើករណាហ្នឹងឲ្យស្មើគ្នាពាក្យថាស្មើគ្នានៅទីនេះចុះក្នុងអាចថាទូទៅទាំងអស់มันកំណត់ថាចំពោះខ្លួនឯងឬចំពោះអ្នកផ្ទះខ្លួនឯងឬក៏ចំពោះអ្នកភូមិផងរបងជាមួយទេគឺទូទៅស្មើគ្នាទាំងអស់ណាលុបបំបត្តិអាភូមិដែនអាកំណត់ណាលក្ខខណ្ឌណាអត់មានលក្ខខណ្ឌទេថាជួយនរណាគឺជួយដោយមានលក្ខខណ្ឌទេណាឃើញគាត់លំបាកខ្វះខាតក្រីក្រអញ្ចឹងគឺជួយតែម្ដងណាអត់មានលក្ខខណ្ឌទេកាលណាវាមានលក្ខខណ្ឌវាមានលីមីតដែរណាកាលណាមានលីមីតអាហ្នឹងអត់ចូលនៅក្នុងករណានេះទេអញ្ចឹងវាចូលអីវិញវាចូលអាចណាប្រព្រឹត្តទៅដោយអំណាចនៃលោភៈអីចឹងទៅជួយគេដើម្បីចង់បានអីមកវិញណាដោយពាក្យខ្មែរគេថាហត់ទឹកសលង្កាណាអាហ្នឹងគឺការជួយបែបហ្នឹងឬសេចក្តីករណាបែបហ្នឹងមិនមែនជាករណាចេតសិកនេះទេណាវាអាចជាករណាคล้ายៗទៅវិញត្រង់ហ្នឹងណាមានន័យថាកាលណាយើងនឹកដល់ខ្លួនឯងមនុស្សជាទីស្រឡាញ់មនុស្សកដាឬក៏ជាសត្រូវហ្នឹងគឺយើងមានសេចក្តីអាណិតចង់ជួយឲ្យពួកគេហ្នឹងរួចផុតពីទុក្ខនឹងស្មើគ្នាមិនលំអៀងទេឃើញទេស្មើគ្នាអត់លំអៀងអត់កំណត់ទេអត់កំណត់ថាតើតែខ្លួនឯងតើតែមនុស្សជាទីស្រឡាញ់តើតែអ្នកនេះអ្នកនោះអត់ទេគឺអាណិតចង់ជួយឲ្យពួកគាត់ហ្នឹងគឺរួចផុតពីសេចក្តីទុក្ខហ្នឹងដូចគ្នាមិនថាខ្លួនឯងក្តីមិនថាអ្នកផ្ទះឬមនុស្សជាទីស្រឡាញ់ក្តីទូទៅទាំងអស់អត់លំអៀងណាត្រង់ចំណុចនេះចិត្តនឹងសម្រេចបាននៅសមាធិខ្ពស់នៃឈានណាកម្រិតនៅឧបមាដូចជាសេចក្តីករណារបស់ព្រះមានប្រភិយចំពោះព្រះរាហុលនិងព្រះទេវតាហ្នឹងគឺស្មើគ្នាណាស្មើគ្នាណាស្មើដោយមានរយណាលោករយចេញណាគឺស្មើគ្នាអញ្ចឹងគឺព្រះអង្គមានសេចក្តីមេត្តាករណាចំពោះរាហុលយ៉ាងណាព្រះអង្គមានសេចក្តីករណាចំពោះទេវតាហ្នឹងដូចគ្នាអញ្ចឹងណាអញ្ចឹងគឺករណានេះជាធម៌របស់ព្រះអរិយជាធម៌ដែលធំធេងណាជាធម៌គូសែបជាធម៌គូចម្រើនណាជាធម៌របស់បណ្ឌិតសប្បុរសទាំងឡាយលោកបដិបត្តិហើយលោកធ្វើហើយផ្លូវហ្នឹងលោកដើរហើយអញ្ចឹងយើងគួរតែដើរតាមផ្លូវរបស់លោកតែមកសិក្សាអញ្ចឹងឲ្យធ្វើឲ្យត្រូវរៀនធ្វើឲ្យត្រូវណាព្រោះការបានមកកើតជាមនុស្សហើយមកសាងចម្រើនធម៌ហ្នឹងឲ្យមកកើតក្នុងខ្លួនហ្នឹងមិនងាយទេខ្លះទៀតគាត់ចង់ចម្រើនធម៌ហ្នឹងប៉ុន្តែដោយសារអត់បានមកសិក្សាម្ដងយ៉ាងទៅធ្វើទៅវាអត់ត្រូវអត់ត្រូវមិនមែនថាអាធម៌មែនទេនឹងវាអត់កើតវាកើតអាធម៌คล้ายៗទៅវិញព្រោះធ្វើខុសនឹងទី5របៀបផ្សាយករណាទៅកាន់ទិសទាំងឡាយក្នុងជីវិតប្រចាំថ្ងៃនឹងវិធីគឺអាចអង្គុយដូចយើងអង្គុយសមាធិអញ្ចឹងណាដោយភាពស្ងប់ស្ងៀមហើយផ្សាយចិត្តករណាទៅកាន់សត្វលោកទាំងអស់ដោយប្រើពាក្យបាលីឬពាក្យសម្រាយងាយដោយខាងក្រោមន័យថាយើងអាចផ្សាយជាភាសាបាលីក៏បានបើយើងចេះបាលីណាផ្សាយជាភាសាខ្មែរហ្នឹងក៏បានដែរបងអោនចិត្តទៅហើយថាសូមសត្វទាំងឡាយគ្រប់រូបគ្រប់រូបកាយគ្រប់ប្រាណក្នុងទិសបូទិសខាងកើតក្នុងទិសខាងកើតទិសខាងលិចទិសខាងជើងទិសខាងត្បូងព្រមទាំងទិសតូចទិសតូចហ្នឹងគឺទិសអមសងខាងហ្នឹងណាខ្មែរយើងមានទិសបូទិសអាគ្នេយ៍និងទិសអាគ្នេយ៍ហ្នឹងទិសតូចហើយទិសតសិនទិសនិរដីបច្ចឹមពាយោពុដោអេសានទិសតូចហ្នឹងនៅចន្លោះទិសធំហ្នឹងណាព្រមទាំងទិសតូចនិងទិសខាងលើនិងទិសខាងក្រោមសូមសត្វទាំងឡាយទាំងពួងដែលកំពុងរងទុក្ខវេទនាជួបទុក្ខលំបាកទាំងផ្លូវកាយទាំងផ្លូវចិត្ត
សូមឲ្យបានរួចផុតពីសេចក្តីទុក្ខទាំងនោះជួបតែសេចក្តីសុខសន្តិភាពគ្រប់គ្នាតបងណាបងអោនចិត្តនេះទៅអញ្ចឹងណាការធ្វើបែបនេះជារៀងរាល់ថ្ងៃយ៉ាងហោចណាស់5ទៅ15នាទីអញ្ចឹងទៅនឹងជួយឲ្យចិត្តនឹងត្រជាក់ណាលេងសូវទៅតោះលេងសូវប្រកែប្រកាន់នេះហើយជួយឲ្យគេងលក់ស្រួលសបិនល្អណាមានណាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនទៀតសបិនល្អហ្នឹងមានន័យថាសបិនជាកុសលណាសុបិណវិថីនោះណាព្រោះសបិនហ្នឹងបើសបិនជាកុសលក៏បានបុណ្យដែរណាណាសុបិណនេះសុបិណវិថីណាសបិនល្អសបិនជាកុសលហ្នឹងដូចជាសបិនឃើញបានធ្វើទានណាសបិនណាបានឃើញព្រះអង្គអីណាឃើញព្រះអង្គឃើញភិក្ខុសង្ឃនិមន្តណាអីយ៉ាងណាឃើញជួយអ្នកដទៃឃើញអីយ៉ាងណាអាហ្នឹងក៏នេះដែរក៏បានបន់ដែរណាចង់និយាយថាគេងលក់ក៏បន់ចូលដែរណាពេលយប់ដេកក៏បន់ចូលដែរចង់និយាយចឹងណាចូលទាំងយប់ចូលទាំងថ្ងៃអ្នកដែលគេធ្វើសេចក្តីល្អនេះណានេះជារឿងមេតៈណាមេតៈរដ្ឋរកនិវឹកណាឬរឿងនាយនិវឹកចិញ្ចឹមមេដាអញ្ចឹងលោកលើករឿងនេះមកដើម្បីជាតល័យកដែលតកតងជាមួយនឹងសាច់រឿងយ៉ាងហ្នឹងណាទី1ហ្នឹងគឺតកតងនឹងការចិញ្ចឹមមេដាព្រះបរមពុរិស័ទកាលជាបរិសក្រីក្រម្នាក់មានមុខរបរជាអ្នករកអស់បេះបន្លែនិងផ្លែឈើក្នុងព្រៃដើម្បីយកទៅលក់ចិញ្ចឹមម្ដាយណាហើយដល់ពេលក្រោយមកគាត់បានទៅណាធ្វើការណាតាមកប៉ាល់ណាតាមនាវាហ្នឹងហើយក៏នេះនឹងបកគលកិច្ចការងារហ្នឹងឲ្យគាត់ធ្វើជានាវិកគ្រប់គ្រងនៅនេះហ្នឹងដើម្បីចិញ្ចឹមម្ដាយណាចឹងសាច់រឿងហ្នឹងគឺព្រះបរមពុរិស័ទលោកទៅកើតជានៅក្នុងតកូលក្រីក្រមួយដែលជាអ្នករកអស់រកបន្លែរកអីចឹងណាហើយគាត់ធ្វើចឹងរាល់ថ្ងៃណាដល់ចឹងទៅគឺឪពុកម្ដាយហ្នឹងចង់ឲ្យគាត់ហ្នឹងមានគ្រួសារដល់ពេលចឹងទៅគាត់ប្រាប់ថាបើពិតលោកឪពុកអ្នកម្ដាយណាដោយសារគ្រួសារយើងខ្វះខាតអត់មានអីចឹងណាចឹងទៅគឺគាត់នឹងអត់ចង់បានប្រពន្ធទេចង់នៅចិញ្ចឹមរស់នៅជាមួយឪពុកម្ដាយនឹងសពថ្ងៃនឹងដូចសពថ្ងៃនឹងរហូតអស់មួយជីវិតហ្មងណាដូចសមាទានមិនយកប្រពន្ធមួយជីវិតព្រះបរមពុរិស័ទណាហើយដល់មួយរយៈក្រោយមកឪពុកហ្នឹងក៏ស្លាប់ទៅអញ្ចឹងសល់តែម្ដាយមួយអញ្ចឹងទៅក៏ចិញ្ចឹមម្ដាយអញ្ចឹងធ្វើការចូលព្រៃរកអស់រកអីបានបន្លែផ្លែឈើមកយកទៅលក់យកអីណាទិញសាច់ទិញបន្លែមកធ្វើអាហារឲ្យម្ដាយចិញ្ចឹមម្ដាយហ្នឹងរាល់ថ្ងៃដល់ពេលថ្ងៃមួយហ្នឹងគឺគាត់មកពីរកអស់រកអីចឹងទៅក៏ចូលសម្រាកនៅក្នុងដើមឈើធំមួយដល់ពេលចឹងទៅក៏គិតថាឥឡូវនេះអាត្មាអញនៅក្មេងនៅមានកម្លាំងនៅអាចរកទ្រព្យដើម្បីចិញ្ចឹមជីវិតនឹងម្ដាយបានចុះដល់ពេលខ្លួនធ្លាក់ខ្លួនឈឺឬក៏ចាស់ទៅតើយ៉ាងម៉េចចឹងទៅក៏គិតថាព្រោះរបររកអស់រកនេះហ្នឹងគឺរបរត្រូវធ្វើរាល់ថ្ងៃណាហើយវាបានមកគេចង់និយាយចឹងណាអត់មានសល់អីសម្រាប់ទៅអនាគតអីទេចឹងទៅក៏គិតថាចង់ទៅរស់ស៊ីនៅចុះទូកណាតាមនាវាទៅព្រោះសម័យហ្នឹងគឺគេមករស់ស៊ីនៅសវណ្ណភូមិដែរជិះកប៉ាល់ឆ្លងសមុទ្រណានៅព្រោះសវណ្ណភូមិយើងហ្នឹងគឺជាដែនដីមាសសម្បូរទៅដោយអ្នកមានទ្រព្យសម្បត្តិអីហ្នឹងស្រួលក្នុងការរស់ស៊ីណាអញ្ចឹងសវណ្ណភូមិនេះហ្នឹងគឺមានតាំងពីជំនាន់ហ្នឹងមកដែរណាមិនមាននេះគឺចង់កន្លែងណាវាធ្លាប់នេះអីវានៅនឹងឯងដដែលនឹងឯងចង់និយាយចឹងណា
nè tụ bay chỉ cặp nâng vì nia hai để bay cài mà với lại nó lại na về club đó ấy đến đâu nâng bình đài ăn miệng đâu để nâng đài là việc đồ để đồ tại sầm mày đồ tại mình đồ này nâng plak đồ cho làng chẳng hạn chẳng tới có cho từ can cái lại ní nâng là bay xong càng gì nè đậpไปเนี่ยนี่นั่งมาจ้านี่vựcนั่งมาจ้ากระป๋าแล้วเคยพระบรมโพธิสัตว์บรโบตัวดาวรูปสัมบัติเนี่ยต่างปีกับปูเมียมุกมอดไอ้นั่นคือซ้อมซูนหนึ่งอ๋อจังสารโจชัดมองtừ thấy bạn ai mau thớ mau ở đây thế nè mau chó nè còn pin chật đó nè nè chẳng tới con mau tới còn nước đông mà đai nữa thấy mà đai miền tây mùi chẳng tới tàu chào mà đai cả đây chẳng tới có tàu xả thiệt bạp đi nằng thạc cho miền mà đai cha chơi rìa còn ở miền cô này chỉ tì bằng tê miền này nhom mùi thì chẳng á chẳng xong dột mà đai tới đây chẳng ní nó có prom này nè prom hay là về đỏ ngày để từ nè cái hào lược cho đá đó lược cho đá cặp hà lược cho đá nó cứ ngay trên nằm nào nữa anh vô cặp hà cái miền là sao mày lược cái hào dột ca nó nè là lược này nâng tới cứ trên tờ nè trên tờ tới cứ cho vài này nó cứ bậc cô ca nghe thằng o ca cột cồn cột trà rồi này nó ao bè bồng bồ sản nó kia nè mờ ca có thể nữa trên tờ vì bảy ngày từ bốn ở đây thế bật từ đây là o rồi nè và tại đôi chị bàn mà sắp ra mà tết nó trồ từ đó cái đào sang một trời hải chẳng tới có cặp bàn lắm chuột nè chuột cừu chọc siêu nè chọc siêu thôi ai cặp bàn thôi cái đào thôi này nó có tí là pressure mà lột màu vàng bạc bài này ở từ hay mình tương lai nó cứ lùng tực này bên nằng nè chẳng phải bồng bồ sát khơi thàn phiệp mình số có nè cho tất cả tẹt bài đầm bày từ tu tiền đó nè thay lột màu là phải lột máu plate mà đài là phải plate mà đài đó có tao vậy nhá từ vô mà đài với nhau chào đấy chào mà đài thế hay là phải tàu gì nước chua khơi mà đài của bông tàu này nè chẳng tới có đại lược mà đài nó đã lờ sma nó hai lòng sơ một nè lẹ bằng đó nè đã lờ sma nè nhiều vật đại chỉ bè bồng bồ sát nó cứ nè mình lẹ bằng mà đài lại nè cọt bàn lược mà đài đã lờ sma là mấy bằng hai từng chụp từng ngày nè chẳng cứ nó không sai rương nó cứ chia sẻ rương đại rương có chỉ chiết đại bảo ôngพัฒนาจีบประสามาสัมพุทธโบงกี่นั่งไงchẳng cần áp đại haiตึกกระดาษสมุดดอกทมระเบิงระเบยนั้นมหาปรุมจอนสถิจอนอากาศทัพภูมิเนี่ยภูมิเนี่ยจอนอากาศทัพภูมิได้มีอายุมาเมินประมวยปอนมหากาบนะมหาปรุมนะchẳng prom nó không ai cái tập hôm nó sao để chia bè để dạy bậc cô đó chẳng phải lô chia bè hẳn nè mà prom nó nếu chọn ai cái tập hôm nè lô bờ mà mới tất đăng thà còn lon từ mui son khay từ khang một nó bùm miền bè sama sampot nó trả đăng đề mui son khay mà cặp á bọn miền bột trả đăng đề chẳng thấu lô có pichara rồi mơ sọp sạch nó không chạ qua không thuyết năng miền bậc cô na đại miền sâm tập hiệp ác bóng pin nữa bút cả cả thô nó bàn nè bút cả cả thô nó cứ bàn đào thô đấy nhang oi cả tra đang chỉ bẻ sâm sâm bút nó bàn miền tu sơ bà mấy nó chỉ đang hai bóng pin đi nó bàn thưa này năng bàn chẳng thứ lô mà mới tới khơi nhé nè khơi mà bờ bè bồng bồ sát như nữa
កំពុងលីម្ដាយលើស្មាហើយឆ្លងសមុទ្រនេះខាត់ណាអញ្ចឹងដល់ពេលឃើញអញ្ចឹងណាមហាព្រហ្មហ្នឹងក៏ជ្រែកណាក៏ជ្រែកចូលនៅក្នុងសរីរៈរបស់មេនុបហើយញ៉ាំងចេតោបនិធានណានៅភាពជាព្រះពុទ្ធនឹងឲ្យកើតឡើងដោយមានសត្វដល់នៅសេចក្តីទុកនឹងជាអារម្មណ៍ណាមហាករណាណាព្រោះដល់ពេលហ្នឹងគឺព្រះបរមពោធិសត្វហ្នឹងពេលលីហែលនាំម្ដាយហែលមកណាហែលហើយយ៉ាងទៅមើលខាងក្រោយហ្នឹងគឺមនុស្សហើយនៅក្នុងសំពៅហ្នឹងណាមនុស្សដូចជា700នាក់ណាប្រហែលណានឹងតែនេះបាទតែដឹងច្រើនរាប់រយនាក់មិនតិចទេព្រោះឆ្លងសមុទ្រមួយហើយមកនេះហ្នឹងគឺនេះច្រើនណាអញ្ចឹងគឺខ្វាយពេញហ្នឹងខ្វាយលេចដែតហ្នឹងអាណិតណាអាណិតមែនតើសេចក្តីករណានឹងកើតឡើងអញ្ចឹងទៅមហាព្រហ្មហ្នឹងក៏ជ្រែកចូលសរីរៈរបស់មេនុបហើយញ៉ាំងហើយញ៉ាំងចេតោបនិធានបានហើយចេតោបនិធានហ្នឹងគឺបានដល់សេចក្តីប្រាថ្នាក្នុងចិត្តណាចេតោសេចក្តីប្រាថ្នាក្នុងចិត្តអត់តាន់ពោលស្ដីវិចារចេញណាជាព្រះសម្មាសម្ពុទ្ធនឹងឲ្យកើតឡើងដែលមានសត្វដល់នៅសេចក្តីទុក្ខនឹងជាអារម្មណ៍មហាករណាណាបន្ទាប់ពីមហាព្រហ្មជ្រែកចូលហើយណាក៏គិតឡើងថាប្រសិនបើអាត្មាអញណាមិនបានធ្វើសច្ចកិរិយាមួយទេនឹងស្លាប់នាកណ្ដាលសមុទ្រនេះពុំខានគិតហើយទើបញ៉ាំងចិត្តនេះឲ្យកើតឡើងម្ដងទៀតណាញ៉ាំងចិត្តនេះឲ្យកើតឡើងម្ដងទៀតហ្នឹងគឺញ៉ាំងចិត្តប្រាថ្នាជាព្រះសម្មាសម្ពុទ្ធហ្នឹងឲ្យកើតឡើងនៅក្នុងចិត្តណាអត់មានពោលចេញទេហ្នឹងគឺនៅក្នុងចិត្តណាគិតក្នុងចិត្តណាគាត់តែគិតទេណាដែលពោលឡើងថាពុទ្ធោពោធិយំណាមុតតោមោចយំតណោតរិយំដែលប្រែថាយើងត្រាស់ដឹងហើយនឹងនាំអ្នកដតីហ្នឹងឲ្យត្រាស់ដឹងផងនឹងឃ្លាទី1ណាដល់ពេលឃ្លាទី2យើងរួចផុតហើយនឹងនាំអ្នកដតីឲ្យរួចផុតផងដល់ពេលទី3យើងឆ្លងផុតហើយនឹងឲ្យអ្នកដតីឆ្លងផុតផងអញ្ចឹងពាក្យថារួចផុតហើយនៅទីនេះគឺបានដល់រួចផុតសង្សារទុក្ខហ្នឹងឆ្លងផុតហ្នឹងឆ្លងផុតនៅអ្វីគឺឆ្លងផុតនៅសង្សារទុក្ខហ្នឹងបានឲ្យវត្តដាក់ហ្នឹងឯងចុះក្នុងអត្ថណាអញ្ចឹងគឺលោកបញ្ចេញនៅនេះហ្នឹងបើសូម្បីខ្ញុំធ្វើសភៅក៏នេះដែរខ្ញុំយក quote ហ្នឹងទៅដាក់ដែរក្នុងនេះណានេះអមនេះនេះពុទ្ធោពោធិយំណាប្រាថ្នាណាយកពាក្យហ្នឹងទៅនេះអានេះនៅក្នុងសារថាទីបនីនិកាភាគ2អញ្ចឹងឯហ្នឹងយើងលើសមកបន្តិចណាហើយក៏ចប់ដែរអញ្ចឹងគឺលោកមានសេចក្តីករណានឹងជានេះណាធម្មតាមានសំណួរទេតើតើនឹងមេរៀនករណាចេតសិកនេះអត់មានទេណានេះចឹងបើមិនមានទេយប់នេះប៉ុណ្ណឹងចុះណាចឹងសូមធម្មយាទាំងអស់បងអាមចិត្តក្នុងការខមាទោសប្រតនត្រ័យទាំងអស់គ្នាពុទ្ធេយោខាលិតោតោសោពុទ្ធោខមេតតាំងមេម៉ាំងធម្មេយោខាលិតោតោសោធម្មោខមេតតាំងមេម៉ាំងសង្ឃេយោខាលិតោតោសោសង្ឃោខមេតតាំងមេម៉ាំងសព្វសត្តានឹងបតាំងទេមិជំរាបលាធម្មយាទាំងអស់គ្នាអរគុណច្រើនជំរាបលាធម្មយាទាំងអស់គ្នា